មានមួយទៀតបាទកាលពីម្សិលមិញខ្ញុំបានជម្រាបជូនហើយអំពីដំណាំលម៉ើដំណាំលម៉ើនេះស្វ័យត្បិតតែគេនិយមដាំនៅតំបន់មជ្ឈិមបូព៌ាប៉ុន្តែឥឡូវនេះក៏មានគេឈ្មោះល្បីល្បាញបាទមកវិនិយោគបាទនៅក្នុងប្រទេសកម្ពុជាយើងហើយបង្កើតការងារធ្វើច្រើនផងដែរបាទសម្រាប់នាំប្រាក់ចំណូលបង្កើនសេដ្ឋកិច្ចជាតិបាទគឺឥឡូវនេះដំណាំលម៉ើអាចទទួលផលនឹងពី70ទៅជាង100ឆ្នាំឯណោះបាទព្រោះថាទទួលបានផលយូរមែនទែនលោកអឹងសុធីអគ្គនាយកក្រុមហ៊ុនអឹងសុធី Group Co Ltd បាទបានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆមាសស្ដីពីការពង្រឹងគុណភាពបច្ចេកទេសរបស់ខ្លួនឲ្យដឹងថាដំណាំលម៉ើអាចទទួលផលពី70ទៅជាង100ឆ្នាំឯណោះហើយលម៉ើគឺជាដំណាំមួយដែលមានដើមកំណើតនៅតំបន់ភាគខាងកើតនៃប្រទេសអារ៉ាប់បាទហើយជាតំបន់វាលខ្សាច់បាទដែលមានអាកាសធាតុក្តៅហើយស្ងួតហើយបច្ចុប្បន្នដំណាំលម៉ើនេះគឺត្រូវបានកសិករនៅក្នុងប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានហ្នឹងគឺយកមកដាំដុះដោយមានជំនឿថាវាបានជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករផងដែរបាទលោកអឹងសុធីបានឲ្យដឹងទៀតថាក្រុមហ៊ុនរបស់លោកដែលបង្កើតឡើងកាលពីឆ្នាំ2011សម្ពោធជាផ្លូវការនៅខែកុម្ភៈឆ្នាំ2016នេះក្រុមហ៊ុនគឺមានយុទ្ធសាស្ត្រគោលនឹងគឺចំនួន8ចំណុចបាទសម្រាប់ផ្ដល់បច្ចេកទេសជូនដល់កសិករដែលចង់វិនិយោគលើដំណាំលម៉ើនេះគឺតាំងពីការផ្ដល់កូនដាំដុះប្រព័ន្ធស្រោចទឹកដាក់ជីថែទាំរហូតទទួលបានផលគឺពិសេសក្រុមហ៊ុននឹងប្រមូលទិញរហូតបាទទោះបីធ្លាក់តម្លៃក៏ដោយក៏លោកបញ្ជាក់ថារហូតមកដល់បច្ចុប្បន្ននេះគឺក្រុមហ៊ុនរួមនឹងកសិករបាទដាំគឺបានជាង800ហិកតាហើយក៏កំពុងតែទទួលផលជាបណ្ដើរហើយដែរយើងមើលហើយនេះគឺជាដំណាំលម៉ើបាទយើងដឹងហើយទូទាំងនិជនប្រហែលជាធ្លាប់ពិសាបាទតំណាប់គេហៅតំណាប់លម៉ើនេះហើយបាទតំណាប់លម៉ើនេះគឺឆ្ងាញ់មែនទែនយើងនិយាយទៅឲ្យលក់នៅលើទីផ្សារហ្នឹងគឺមានតម្លៃខ្ពស់ថែមទៀតផងបាទនេះជារឿងល្អមួយបើសិនបើយើងមានដំណាំលម៉ើនេះកាន់តែច្រើនឥឡូវនេះដាំបាន800ហិកតាហើយអនាគតយើងនឹងបរិយាទីដីបើដាំបានកាន់តែច្រើននាំមកនៅការងារធ្វើហើយនឹងប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិរបស់យើងផងដែរកសិករគាត់វិនិយោគដំណាំលម៉ើជាមួយនឹងក្រុមហ៊ុនសន្យាថា3ឆ្នាំក្រោយនឹងទទួលបានផលចុះបើសិនបើអត់បានផលតើត្រូវធ្វើម៉េចបើសិនជាមិនបានផលក្រុមហ៊ុនធានាសង 100% ទៅវិញគឺមានន័យថាបើសិនជាបងប្អូនវិនិយោគលើដំណាំលម៉ើប្រសិនបើយើងអត់មានក្រុមហ៊ុនណាមួយដែលធានាខុសត្រូវច្បាស់លាស់ទេសូមបងប្អូនកុំបន្ថយក្នុងការរកស៊ីជាមួយអញ្ចឹងនៅថ្ងៃនេះយើងមានការអញ្ជើញចូលរួមពីគ្នាកិត្តិយសតាំងពីប៉ាឡេស្ទីនតាំងពីថៃនិងបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងនេះដើម្បីមកធ្វើជាសាក្សីថាក្រុមហ៊ុនបានផ្ដល់លិខិតធានាពូជទៅដល់ប្រជាពលរដ្ឋជាពិសេសអ្នកដាំដំណាំលម៉ើដែលវិនិយោគមួយក្រុមហ៊ុនពិតប្រាកដប្រសិនបើមិនផ្លែដោយការក្រុងទុកយើងនឹងធានាថាសងទៅវិញ